ពួកបារាំងយកឃ្មុំខ្លួនឯងលើកទី1តែចាំខ្ញុំប្រាប់តាំងពីដំបូងពីអ្នកអាចិនបើកយន្តទៅចំការទៅដល់ចំការហើយមករកបេះផ្លែក្រូចមានផ្លែច្រើនដូចសងសាពួកបារាំងមានទូចមានធំមានខ្ចីមានចាថាដូចមែនតែសំខាន់នៅសុកអាចិនឃើញអីប្លែកមើលពួកបារាំងមានឃ្មុំមួយសម្បុកតោះរូតយើងអត់ទេអាចិនពួកបារាំងទៅរੂបានរៀនជាមួយអាមានគុណភាពខ្លាំងដល់ហើយពួកបារាំងតោះយើងទៅរកឃ្មុំរៀបចំគូភ្លើងចឹងយោទីងដងដាស្មៅដែរហើយចង់ជាមួយខ្សែស្រូបាជេគុណភាពតោះទៅដុតភ្លើងតែមុនយកឃ្មុំធ្វើសូត្របាលីសិនតមិចខ្ទេចមកហើយសិតបាលីហើយដុតភ្លើងបានឡណាមានផ្សែងច្រើនចឹងដើរនៅក្រោមឃ្មុំដើម្បីឲ្យឃ្មុំខ្លាយជាឃ្មុំមេម៉ៃសំខាន់ពេលវាមេម៉ៃហើយវាឲ្យខ្ទេចយើងទេកាត់បងកងវាយកឃ្មុំបានហើយជោគជ័យហើយពំរាំងអាចង់ក្រៃក្មួយគុណភាពយោដៃតាក់ឃ្មុំហោពេញនឹងខ្លាចចង់ងាប់ឃ្មុំទៅបាត់ហើយតោះយើងចាប់ដើមធ្វើម្ហូបពិសេសបាយបារាំងសំខាន់មាននំប៉័ងនិងឃ្មុំគុណភាពយើងបង្កាត់ភ្លើងសិនហើយចាំមានខ្ចុងបន្ទាប់មកយើងបុកគ្រឿងបារាំងពូកែបុកជាងគេនៅពិភពមានលោកហើយអាចិនថែមគ្រឿងទៀតហើយបារាំងបុកញាប់ស្អេកបុកគ្រឿងរួចហើយលាបលើឃ្មុំដាក់គ្រប់កន្លែងឲ្យវាចូលជាតិពេលឃ្មុំត្រូវគ្រឿងហើយយកវាទៅអាំងឈ្ងុយដល់ហើយណាតោះគ្នារួចហើយយកទៅឃ្មុំធម្មជាតិពិតមកលាបនំប៉័ងសំខាន់មាននំប៉័ងធំដូចបារាំងនិងនំប៉័ងទូចដូចខ្មែរលាបនំប៉័ងខ្មែរដូចគ្នាឲ្យវាចូលជាតិឃ្មុំច្រើនល្មមដាក់នៅក្នុងនំប៉័ងនេះគឺជាមនុយថ្មីហៅថានំប៉័ងអាំងឃ្មុំមើលទៅនងដល់ហើយតែត្រូវអាំងវាតិចសិនពេលនំប៉័ងរឹងតិចកាន់តែស្រួយចឹងពំរាំងយកនំប៉័ងធំហើយអាចិនយកនំប៉័ងខ្មែរទូចហើយនំប៉័ងជ្រក់នោះកុំបុកចោលទុកផ្ញើអាមានចឹងយើងចាប់ដើមញ៉ាំប្លែកញ៉ាំគូស៊ីសិនដើម្បីសម្រួលក្រពះពោះវៀនបញ្ហាឬដុំបាច់ដុំពកជាពិសេសឈឺក្បាលជាប្រចាំគូស៊ីនៅតែខ្លាំងលុះ8ឆ្នាំហើយអ្នកប្រើប៉ិតទទួលបានសុខភាពល្អប៉ិតដូចពូបារាំងចឹងកុំអន់លឿនតាន់មាន promotionតោះញ៉ាំបានអាចិនញ៉ាំមុនគេអានឹងរឿងធម្មតាឆ្នាញ់អត់ក្មួយឆ្នាញ់ណាស់ពូបារាំងក្មួយអត់ពុលទេចឹងពូបារាំងញ៉ាំបានរសជាតិដូចបបមួយមេញូថ្មីឃ្មុំអាំងនំប៉័ងឆ្នាញ់ណាស់ចឹងញ៉ាំទាំងអស់កុំឲ្យគេមើលងាយអរគុណច្រើនបាយ love you ពូខ្មែរបងប្អូនចង់ comment គូស៊ីអាច comment បានតាមពេកនូនស៊ូណារីស្រីអូន